គាត់ប្រើកាំបិតដោយជំនាញកាត់ក្បាលទាហើយកាត់សាច់យកឆ្អឹងចេញដោយឆាប់រហ័សដំបូងគឺរកវិធីខ្លួនឯងក្រោយមកក៏ទៅស៊ើបសួរគេធ្វើយ៉ាងម៉េចស្បែកជ្រូកចិត្តជាបន្ទះដោយតម្រៀបត្រង់នាងឈ្មោះជានីជូជាជនជាតិចិនហុកគៀងមុននឹងអាយុ25ឆ្នាំនាងជានារីស្រុកស្រែម្នាក់ដោយសារមិត្តណែនាំទើបបានស្គាល់លោកអ៊ូចុងនាងដែលរស់នៅចាងហួរស្នេហាគ្នាបាន1ឆ្នាំក៏រៀបការមកតែបានលក់ស៊ុបមីសាច់ទាជាមួយប្តីប្អូនស្រីត្រូវការអ្វីឲ្យខ្ញុំស៊ុបសាច់ទាមួយស៊ុបគ្រឿងក្នុងមួយទឹកជ្រលក់2កញ្ចប់អរគុណបាយបាយពេលច្នៃប្រឌិតលើកដំបូងក្រៅពីមានសម្ពោធទៅលើការរកស៊ីហើយខ្លួនមិនដែលធ្វើស៊ុបទាក៏មិនចេះធ្វើគ្រឿងសាច់ទាំងនេះសុទ្ធតែចាប់រៀនពីដំបូងទៅធ្វើរហូតដល់រលាកសាច់ដុំឈឺចាប់ដល់លើកដៃមិនរួចដំបូងមិនទម្លាប់ប្រើកាំបិតធំហើយធ្ងន់ក្រឡេះដៃកន្លែងនេះឈឺចុះធ្វើយ៉ាងម៉េចរឹងហើយរួយឈឺតែម្ដងតស៊ូ10ឆ្នាំស៊ុបមីសាច់ទាលក់ក៏កាន់តែដាច់ខ្លាយជាម្ហូបល្បីឈ្មោះនៅចាងហួរកូនទាំងពីរក៏ធំដឹងក្តីពួកគេចេះគិតណាស់ធម្មតាពេលទំនេរពួកគេក៏ជួយប៉ាម៉ាក់ដែរប៉ុន្តែនឹកឃើញពេលលំបាកលើកដំបូងឈិនឌីជូនៅតែអត់មិនបានស្រក់ទឹកភ្នែកពេលប្តីខ្ញុំចាប់ផ្ដើមលក់ដំបូងមិនសូវដាច់ទេតែ10ឆ្នាំកន្លងមកនេះបានលូតលាស់នឹងណែវណាស់ជីវភាពក៏ល្អប្រសើរឡើងវិញកូនក៏ដឹងក្តីខ្លះដែរដូច្នេះរឿងជាច្រើនវាបានសម្រេចដូចក្នុងចិត្តមកខ្ញុំជួយជូតញើឲ្យមើលឃើញភរិយាដើម្បីគ្រួសារខិតខំតស៊ូជាមួយគាត់ក៏មានចិត្តទៅជួយជូតញើឲ្យហើយថើបមួយដើម្បីអរគុណនាងឯឈិនឌីជូវិញក៏អរគុណគ្រួសារនាងដែលធ្វើឲ្យនាងមានអារម្មណ៍ថារៀបការមកតៃវ៉ាន់គឺជាការជ្រើសរើសដ៏ត្រឹមត្រូវមួយក្នុងជីវិតរបស់នាង